សួស្តីបងប្អូនអរគ្នានេះគឺជារបៀបប្រើ tool សម្រាយរឿងបកប្រែរឿងភាសាផ្សេងមកខ្មែរណាអញ្ចឹងមិនសម្រាប់តែរឿងចិនទេរឿងភាសាផ្សេងក៏យើងអាចធ្វើបានដែរអញ្ចឹងយើងចុចចូលមកខ្ញុំនឹងតម្លាក់ file zip ឲ្យបងប្អូនដល់ពេលខ្ញុំតម្លាក់ file zip ឲ្យបងប្អូនទៅបងប្អូនចុចតាក់វាមកវានឹងឃើញ folder មួយនេះBing Pro អញ្ចឹងណាហើយយើងចុចលើវាមកហើយបងប្អូនឃើញ Dubbing Pro EHE ហើយយើងដើម្បីคลิกលើវាមកតមកវានឹងញ៉ា license វានឹងចាប់នេះចាប់នេះ ID ម៉ាស៊ីននេះចឹងបងប្អូនត្រូវ copy ID ម៉ាស៊ីននឹងឲ្យខ្ញុំមកបន្ទាប់មកខ្ញុំនឹងផ្ញើ key ទៅហើយអា key បងប្អូនយកដាក់កន្លែងនេះណាបាទឥឡូវខ្ញុំបញ្ចូល license key តមកបងប្អូនគ្រាន់តែចុចទាវវាមកវានឹងបង្ហាញចំនួនរយៈពេលប្រើប្រាស់អូខេនឹងដំណើរការកម្មវិធីអញ្ចឹងរបៀបប្រើបងប្អូនចុចកន្លែង import នេះមកកន្លែង import យើងជ្រើសរើសវីដេអូរបស់យើងខ្ញុំជ្រើសរើសវីដេអូនេះមួយ张家独子飞扬跋扈有名អញ្ចឹងបងប្អូនទាំងគ្នាខ្ញុំណែនាំឲ្យដាក់វីដេអូត្រឹម3នាទីចុះទៅវាធ្វើការបានល្អបកប្រែត្រូវអញ្ចឹងណាតមកយើងចាប់ផ្ដើម transcript វាបងប្អូនចុចកន្លែង transcript នេះហើយកន្លែងនេះបងប្អូនអាចរើសខ្ញុំណែនាំឲ្យរើស small ហើយនិង medium នេះ medium នេះរៀងយូរបន្តិចតែច្បាស់ជាង small តែបើតាមខ្ញុំធ្លាប់តេស្តគឺពីរហ្នឹងវាគ្រាន់បើហើយឥឡូវខ្ញុំតេស្ត small វាយកពីរនេះ on បប transcript អត់សូវត្រូវទេអញ្ចឹងយើងចុច small មកហើយស្តាប់បងប្អូនបន្តិចកន្លែងមុខងារ transcript នេះគឺសម្រាប់វា transcript ភាសាដើមរបស់វីដេអូដោយការរបស់ខ្ញុំជាភាសាចិនអញ្ចឹងវា transcript មកចេញជាភាសាចិនហើយមាន time code ជា SRT អញ្ចឹងវាកំពុងដំណើរការហើយកន្លែងនេះបងប្អូនអាចចុច cancel បានហើយចាំមើលវាដំណើរការចប់ខ្ញុំនឹងបង្ហាញនេះបងប្អូនដោយសារវីដេអូដើមជាភាសាចិនអញ្ចឹងហើយវាបកប្រែមកជាភាសាចិនព្រោះវា transcript មកជាភាសាចិនហើយនេះគឺជា time code អញ្ចឹងបងប្អូនចុចមុខងារ translate ដើម្បីយើងបកប្រែភាសាចិនហ្នឹងទៅជាខ្មែរកន្លែងនេះយើងយក auto detect ហ្នឹងក៏បានដែរហើយបងប្អូនអាចរើសក៏បានដែរកន្លែងនេះយើងយកខ្មែរមកដើម្បីព្រោះយើងខ្មែរយើងចុច translate all segment មកហើយខ្ញុំមើល transcript នេះសិននេះវាមាន50 segment កន្លែងនេះវាយើងចុច translate all មកហ្នឹងវានឹងធ្វើការបកប្រែម្ដងមក clear ម្ដងមក clear រហូតហើយខ្ញុំបញ្ជាក់បងប្អូនបន្តិចកន្លែងមុខងារ translate នេះគឺប្រើ Google Translate អញ្ចឹងវាអត់ល្អដូចជាម្ណាយទេវាអាចបកប្រែទៅស្ដាប់មិនសូវបានល្អទេអញ្ចឹងវាត្រូវយល់ន័យហ្មងណាហើយអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបប្រើឲ្យជីម្ណាយបកប្រែផ្ទាល់ហ្មងអញ្ចឹងណាអានេះខ្ញុំធ្វើតាមម៉ាប់ដោយឲ្យបងប្អូនមើលសិនឥឡូវវាបានបកប្រែចប់សពគ្រប់ហើយនេះ translate complete 50 segment អញ្ចឹងវាអត់មាន error ទេបើវាមាន error កន្លែងណាវាបង្ហាញកន្លែងហ្នឹងហើយអញ្ចឹងចូលដល់មុខងារមួយទៀតយើងកន្លែង edit SRT edit SRT ហ្នឹងបានន័យថាយើង edit នេះអស់ហ្នឹងជាដែលវាបកប្រែហ្នឹងដែលយើងមើលទៅថាយើងអត់ពេញចិត្តកន្លែងណាឬក៏វាបកប្រែខុសកន្លែងណាយើងអាច edit បានបងប្អូនគ្រាន់តែ double click លើវាមកតោះមកយើងកែអក្សរចិនក៏បានកែខ្មែរបានឥឡូវឧទាហរណ៍ថាខ្ញុំដាក់ចេះមួយបាទអញ្ចឹងមកហើយខ្ញុំចុច save ហើយបងប្អូនឃើញវាជាប់នៅហ្នឹងហើយបាទអញ្ចឹងខ្ញុំលុបវាចេញនេះខ្ញុំគ្រាន់ឧទាហរណ៍មើលទេបើបងប្អូនចង់កែយើងកែទៅបងប្អូនអត់ចង់កែទេបាច់កែទេហើយយើងចុចកន្លែង export មកដល់កន្លែង export នេះយើង export ជា SRT file បានន័យថាយើង export ឲ្យវាមាន time code ចេះជាមួយនឹងខ្មែររបស់យើងណាហើយកន្លែងនេះ export ជា TXT បានន័យថាជា TXT ហ្នឹងវាទៅជាអក្សរខ្មែរហ្នឹងទេវាអត់មានទៅជាជាមួយ time code ទេអា TXT ហ្នឹងណាហើយកន្លែង export ហ្នឹងយើងអាចជ្រើសរើសបានទៀតជ្រើសរើស original text បានន័យថា original text គឺជាភាសាដើមនៃវីដេអូរបស់យើងនេះភាសាចិននេះហើយមួយទៀត translate គឺយើង export ជាអក្សរខ្មែររបស់យើងតែយើងបាន translate ហើយណាមួយទៀតទាំងពីរ
កន្លែងនេះមកអ្នកបត side by side បើបានន័យថាថតទៅវាជាលក្ខណៈសចិនផងអក្សរខ្មែរផងទៅហើយទាំងអស់អក្សរចិនមួយជួរអក្សរខ្មែរមួយជួរណាកន្លែងហ្នឹងខ្ញុំអាចអត់បង្ហាញបងប្អូនទេហើយយើងចូលកន្លែងនេះហ្មងទៅដើម្បីអាចជាវីដេអូកន្លែង TTS នេះបងប្អូនគ្រាន់តែជ្រើសរើសសំឡេងប្រុសសំឡេងស្រីពិសិដ្ឋស្រីមុំហ្នឹងមកកន្លែងនេះយើងយកខ្មែរអញ្ចឹងទៅព្រោះយើងបកខ្មែរហើយកន្លែងនេះយើងអាច add logo បានយើង select logo មកនេះ logo របស់ខ្ញុំដាក់មកនេះចូលនៅហ្នឹងហើយកន្លែងនេះយើងអាចកំណត់ប៊ូតុននេះវានៅខាងក្រោមនេះប៊ូតុន right នេះវានៅខាងក្រោមយើងចង់ដាក់វាក្រោមក៏បាននៅឆ្វេងស្ដាំក៏បានtop left នេះន័យថាវានៅនេះនៅខាងឆ្វេងខាងលើហើយ top center ហ្នឹងនៅកណ្ដាលខាងលើអញ្ចឹងទៅតែសម្រាប់ logo ធម្មតាគេតែងតែដាក់ឆ្វេងស្ដាំនៅខាងលើនេះអញ្ចឹងបងប្អូនអាចជ្រើសយក top left ឬក៏ top right នេះបានន័យថាឲ្យវានៅខាងលើខាងឆ្វេងហើយនៅលើខាងស្ដាំហើយបងប្អូនចង់បានឲ្យវានៅកន្លែងណាតាមចិត្តបងប្អូនរើសទៅរើសខ្លួនឯងណានេះកុំឲ្យយូរព្រោះខ្ញុំបង្ហាញច្រើនវាយូរអញ្ចឹងបងប្អូនតេស្តមើលខ្លួនឯងហើយកន្លែងនេះខ្ញុំដាក់ឲ្យវានៅខាងឆ្វេង top left នេះឲ្យវានៅនេះទំហំ original របស់យើងគឺ 15% អញ្ចឹងបើយើងចង់បានធំយើងដាក់លេខធំមកយើងចង់បានទូចយើងដាក់ទូចមកឥឡូវខ្ញុំដាក់10បានហើយដាក់10មើលទៅមើលមកស្អាតមកអញ្ចឹងបងប្អូនចុច generate TTS audio for all segment វាកំពុងដំណើរការអីបងប្អូនអាចចិត្តរួចរាល់ហើយឥឡូវរួចហើយអញ្ចឹងកន្លែងនេះយើង preview ស្ដាប់មើលសំឡេងរបស់យើងកូនប្រុសតែមួយនៃគ្រួសារយើងកូនប្រុសខ្ជិះខ្ជាយដ៏ល្បីល្បាញនៃគ្រួសារអ្នកមានបាទហើយនេះយើងចាក់ preview audio យើងស្ដាប់អានេះយើង export ដាក់វីដេអូនេះដើម្បីបានវីដេអូមូលចេញមកហ្មងបងប្អូនមិនបាច់កាត់តអញ្ចឹងយើងចុចមកហើយនេះយើងរើសទីតាំងអញ្ចឹងខ្ញុំ rename វាបងប្អូនដាក់ rename វាខ្លួនឯងណាឥឡូវខ្ញុំដាក់ e1 ចុះបាទហើយចុច save អញ្ចឹងកន្លែងនេះវា add logo បូកជាមួយនឹង mixing audio បងប្អូនចាំតែទទួលលទ្ធផលទៅយើងនៅច្រើនទៀតទេហើយទៀតហើយអត់យូរទេកន្លែង SOT to voice ហើយនឹងបាច់នេះខ្ញុំនឹងបង្ហាញវីដេអូក្រោយបាច់នេះយើងដាក់វីដេអូម្ដងបានច្រើនអញ្ចឹងណាតែពី3 5វីដេអូយើងដាក់វីដេអូប្រហែលក៏បានដែរប៉ុន្តែបាច់ដាក់ច្រើនពេកទេនេះបើយើងចុច yes ហ្នឹងមកយើងបើកវាស្ដាប់មកកូនប្រុសតែមួយនៃគ្រួសារយើងកូនប្រុសខ្ជិះខ្ជាយដ៏ល្បីល្បាញនៃគ្រួសារអ្នកមានព្រះបើអ្នកផ្សេងធ្វើដំណើរតាមពេលវេលានោះគាត់នឹងខ្លាចជាទាំងអធិរាជហើយអ្វីខ្ញុំជាអ្នកចាញ់បែបនេះម្សិលមិញខ្ញុំស្ទើរតែនៅតាមផ្លូវពីរាំងរហូតដល់ស្លាប់កូនប្រុសតើអ្នកមានអារម្មណ៍ល្អទេលើនេះតែអញ្ចឹងបងប្អូនឃើញ logo នៅនេះហើយលេងបកប្រែមកទៅជាមួយតួអង្គនិយាយអាចទទួលយកបានហើយហ្នឹងរបៀបធ្វើទី1ហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងដោយសារខ្ញុំបានបញ្ជាក់មិញកន្លែង translate នេះប្រើ Google វាអត់សូវច្បាស់ដូច Gemini ទេអញ្ចឹងវាអត់បានន័យថាអាចទទួលយកបានគ្រាន់ថាវាអត់ល្អដូច Gemini អញ្ចឹងនៅ version ក្រោយទៀតហើយនឹងវីដេអូក្រោយទៀតខ្ញុំប្រាប់ពីរបៀបធ្វើហើយបកប្រែជាមួយ Gemini ហើយយកមកដាក់ចូលជាមួយ tool វិញតើអ្នកមិនអីទេមើលរូបរាងប៉ាថោកនេះទៅអញ្ចឹងវីដេអូនោះមានប៉ុណ្្នឹងទេអរគុណបងប្អូនចាំវីដេអូក្រោយខ្ញុំនឹងបង្ហាញមុខងារទីនេះ